ចឹងយើងត្រូវច្បាស់ប៉ុណ្ណឹងគណៈបកកម្លាំងជាតិគឺបន្តស្មារតីដើមរបស់គណៈបកលើកទៀតហើយក៏ជាផ្ទះថ្មីរបស់អ្នកប្រជាធិបតេយ្យដែរបងប្អូនគណៈបកកម្លាំងជាតិដោយលោកព្រំរតបានលើកបែបហ្នឹងចឹងខ្ញុំបានស្ដាប់គឺទទួលបានការចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃត្រឹមត្រូវចឹងយើងធ្វើសកម្មភាពនយោបាយរបស់យើងស្របច្បាប់ដែរយើងអត់មានត្រូវធ្វើខុសច្បាប់ណាចឹងមានរឿងអីត្រូវភ័យខ្លាចហើយជាពិសេសក៏សូមឲ្យដៃគូយើងកុំភ័យខ្លាចយើងបើយើងមើលរោងគណៈបកកម្លាំងជាតិមើលតុកគណៈបកកម្លាំងជាតិមើលទៅបើយើងប្រៀបជាមួយគេដូចខ្ទមហើយឃុំមួយគ្រឿងមែនទេបងប្អូនប៉ុន្តែខ្ទមនេះគឺជាខ្ទមដែលកើតចេញអំពីអ្នកប្រជាធិបតេយ្យអ្នកចង់បានការគោរពសិទ្ធិមនុស្សអ្នកដែលខិតខំលើកស្ទួយឲ្យប្រជាធិបតេយ្យរឹងមាំឡើងមិនមែនស្ទោមកបានដោយផ្លូវទុច្ចរិតមិនមែនភូមិគ្រឿងបានមកដោយផ្លូវទុច្ចរិតទេមែនទេបងប្អូនយើងចង់ឲ្យមានយុត្តិធម៌សង្គមយើងចង់ឲ្យសង្គមយើងអត់មានអំពើពុករលួយចឹងសូមឲ្យដៃគូប្រជែងហើយចេះគិតពិចារណាថ្លឹងថ្លែងផងការប្រកួតប្រជែងបើយើងមើលទៅលើការប្រកួតប្រជែងយើងមើលគីឡូហើយបើគីឡូបោះកម្លាំងជាតិប៉ុណ្នេះតូចតែមានទេប៉ុន្តែបើបើកលំហត្រឹមត្រូវកម្លាំងជាតិនឹងធំបាញ់ដៃគូប្រកួតប្រជែងបងប្អូនចាស់ខ្ញុំអត់មានអីច្រើនទេខ្ញុំសូមអរគុណនៅកិច្ចខំប្រឹងប្រែងហើយសូមឲ្យលើកទឹកចិត្តបងប្អូនដោយអ្វីដែលខ្ញុំបានលើកឡើងយើងធ្វើសកម្មភាពស្របច្បាប់តាមរយៈគណៈបកកម្លាំងជាតិដែលបន្តស្មារតីដើមពីគណៈបកភ្លើងទៀតដែលមិនអាចចូលរួមប្រកួតប្រជែងបានអញ្ចឹងយើងត្រូវច្បាស់ប៉ុណ្ណឹងគណៈបកកម្លាំងជាតិគឺបន្តស្មារតីដើមរបស់គណៈបកភ្លើងទៀតហើយក៏ជាផ្ទះថ្មីរបស់អ្នកប្រជាធិបតេយ្យដែរបងប្អូនចាំចុងក្រោយខ្ញុំសូមគោរពជូនពរអង្គពុំមីងបងប្អូនទាំងអស់ដែលជាថ្នាក់ដឹកនាំគណៈបកកម្លាំងជាតិប្រចាំខេត្តកំពតសូមឲ្យមានសុខភាពល្អមានស្មារតីរឹងមាំមានកាយសម្បទារឹងមាំមានឆន្ទៈរឹងមាំដើម្បីធ្វើដំណើរជាមួយគ្នានាំមកនៅលទ្ធិប្រជាធិបតេយ្យឡើងវិញនៅឆ្នាំ2027នៅឆ្នាំ2028ទាំងអស់គ្នាបាទសូមអរគុណបាទសូម